មកគួយចាំមើលគាត់ស្ទូចត្រីប្រាថ្ងៃនេះអត់បានបងប្អូនមានអ្នកស្ទូចលើទូកមានអ្នកស្ទូចនៅនឹងលើស្ពានតែអត់បានបងប្អូនទឹកវាស្រកអញ្ចឹងទៅវាក្តៅអញ្ចឹងទៅត្រីវាមិនសូវមកគៀនមកនេះវានៅតែកដាលបងប្អូនវាតិចអញ្ចឹងបងប្អូនម្ដងស្ទូច3 4តែអត់មានបានអីទេបងប្អូនអើយគួយចាំខ្ញុំគួយឡើងមួយដេកបងប្អូនគួយឡើងស្ពឹកជើងនៅអត់ឃើញមានមាត់មានអីទៀតចឹងហើយក៏សម្រេចចិត្តថាជិះម៉ូតូមកដើរលេងត្រីក៏បានហើយក៏ដាក់តំបងប្អូនមើលទស្សនវិជ្ជាកន្លែងមួយអូកន្លែងនេះបើផ្សារសាណាត់ច្រើនតែមកវិញទៅមើលកន្លែងពីលក់អីនៅសាណាត់ហ្នឹងឥឡូវយើងទៅមើលទស្សនវិជ្ជាសិនទស្សនវិជ្ជាលើស្ពានមួយស្អាតណាបងប្អូនហ្នឹងស្អាតណាបងប្អូនមើលទេសភាពមានទូកមានអីមកអញ្ចឹងបងប្អូនអានេះជន់ខាងក្រោមបងប្អូនស្អាតបងប្អូនទឹកស្រកហើយបងប្អូនអើយទឹកស្រកបងប្អូនតែយើងឡើងទៅលើទៀតវាមានកម្មចដាវាមកជន់អញ្ចឹងបងប្អូនស្ងាត់ណាបងប្អូនអានេះគេមកមានគូមានអីដល់ពេលយើងអត់គូអញ្ចឹងអត់សុបាយបងប្អូនវាគេមកមានគូសុបាយយើងមកអត់គូទឹកស្រកបងប្អូនទេសភាពស្អាតបងប្អូនស្អាតណាទូកពងមកអូទេសភាពស្អាតបងប្អូនអើយនេះទេសភាពស្អាតបងប្អូនគេបងប្អូនអានេះបើថាគេមក2នាក់ឬគេហៅមកមកគូគេសបាយបងប្អូនដល់ពេលខ្ញុំមកតែឯងអញ្ចឹងវាដូចថាអត់សូវសបាយបងប្អូនអើយគេមកជាគូគេសបាយយើងធ្វើម៉េចបើយើងតែឯងអញ្ចឹងយើងមានតែថតតែឯងបងប្អូនបងប្អូនណាឃើញក្រោយខ្ញុំនេះវត្តបងប្អូននឹងងឹតបងប្អូនត្រូវចាំងលើតែទឹកស្ពានមើលទៅដូចស្ពានបុរាណយើងគឺមានផ្លូវចុះទៅក្រោមទៀតទៅមើលទីក្រុងគេតែខ្ញុំអត់តបានទៅទេបងប្អូនចាំលើក្រោយខ្ញុំមកថតបងប្អូនលើក្រោយចាំខ្ញុំថតទីក្រុងគេឲ្យបងប្អូនមើលទឹកស្រកលេងហ្នឹងបងប្អូនទឹកទន្លេពេលទីទៀតវាឡើងវិញវាស្រកអស់លេង